ខ្ញុំឈ្មោះមេស្រីបច្ចុប្បន្នរស់នៅខេត្តបន្ទាយមានជ័យហើយអាយុ22បច្ចុប្បន្នធ្វើការនៅខេត្តព្រះវិហារនៅក្រុម IDT 06កងអាយុភាពទី6ចាប់មានទិសខេត្តព្រះវិហារខ្ញុំចូលបម្រើការងារស៊ីម៉ាក់នៅឆ្នាំ2022ហើយខ្ញុំមានមុខងារជាអ្នកបោះសម្អាតមីនក្នុងនាមខ្ញុំជាអ្នកបោះសម្អាតមីនព្រឹកឡើងខ្ញុំត្រូវក្រោកងើបពីព្រឹកតាមបាយម៉ោង5ម៉ោង6ត្រូវរៀបចំសម្ភារៈដាក់លើឡានមកដល់ទីកន្លែងធ្វើការម៉ោង7ត្រូវបំពេញភារកិច្ចចូលធ្វើចាប់ពីមុនខ្ញុំអត់ធ្លាប់ធ្វើផងខ្ញុំពេលមកគឺខ្ញុំចូលធ្វើបម្រើការងារឯកភាពស៊ីម៉ាក់បារាំងគឺមានការជំរុញពីអាណាព្យាបាលរបស់ខ្ញុំហើយនៅមួយខ្ញុំស្រឡាញ់ការងារនឹងផងប៉ារបស់ខ្ញុំគាត់នេះបម្រើការងារអកងឯកភាពស៊ីម៉ាក់ដែរដូច្នេះខ្ញុំស្រឡាញ់ខាងនឹងដែរគឺខ្ញុំហើយមានជំរុញការពីពុកម្ដាយរបស់ខ្ញុំគាត់ចង់ឲ្យខ្ញុំបន្តវេនពីពួកគាត់ដើម្បីចូលបម្រើការងារដោះមានជូនប្រជាពលរដ្ឋរស់នៅហើយដោះមានឲ្យអស់ពីដីឲ្យអភិវឌ្ឍប្រទេសជាតិជាទូទៅពួកខ្ញុំត្រូវចូលម៉ោង6ត្រូវរៀបសម្ភារៈមកដាក់នៅលើឡានដើម្បីមកដល់កន្លែងធ្វើការហើយម៉ោង7ត្រូវចូលបំពេញការងារធ្វើរហូតដល់ម៉ោង10កន្លះសម្រាប់ដល់ម៉ោង2:10កន្លះដល់ម៉ោងធ្វើដល់ម៉ោង3សម្រាប់ផលលំបាកពេលថ្ងៃពេលកម្ដៅក្តៅធ្វើឲ្យធ្វើការអត់កើតហើយពេលខែភ្លៀងទឹកលិចជាប់ឡានហើយមានសត្វមានអីសត្វល្អិតខ្មៅពេលស្មៅដោះយើងត្រូវកាត់នឹងដៃវាអត់អាចពេលបើសិនជាស្មៅនឹងដោះធំវាយើងកាត់នឹងម៉ាស៊ីនអាចយើងអាចទៅកាត់នឹងដៃគាត់ឆ្លងនិយាយថាបើកូនស្រឡាញ់ហើយគាត់អាចហាមបានហើយគាត់ថាណាមួយជាក្តីសម័យរបស់ខ្ញុំចង់ធ្វើចូលបម្រើការងារនេះផងហើយដើម្បីចង់ឲ្យប្រជាពលរដ្ឋរស់នៅសុខស្រួលយើងត្រូវតែបោះសម្អាតទាំងស្រុកបោះសម្អាតពីដីពីមានពីដីនឹងឲ្យស្អាតដើម្បីពួកគាត់រស់នៅសុខស្រួលប្រទេសជាតិអភិវឌ្ឍតទៅមុខចាខ្ញុំផ្ទាល់គឺមានអារម្មណ៍ថាឈឺចាប់ហើយភ័យខ្លាចដែលថៃឈ្លានពានមកផ្លងគ្រាប់មកជាច្រើនមកលើទឹកដីកម្ពុជាធ្វើឲ្យរងការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតែប្រជាពលរដ្ឋមិនបានធ្វើស្រែចម្ការរស់នៅទាំងភ័យខ្លាចឧទាហរណ៍ដូចផ្ទះនៅក្រោយខ្នងខ្ញុំជាដើមដោយផ្ទះនេះរងផលប៉ះពាល់នៅក្រប155ក្របបាច់ចង្កោមចាក្នុងនេះខ្ញុំជាអ្នកបោះសម្អាតមីនហើយនឹងជាកូនខ្មែរមួយរូបដែរគឺមានអារម្មណ៍ឈឺចាប់ហើយដែលធ្វើឲ្យប្រទេសកម្ពុជារងផលប៉ះពាល់ជាច្រើនដោយសារតែពួកថៃឈ្លានពានឡងគ្រាប់មកធ្វើឲ្យប្រាសាទរបស់យើងតិចហើយរងផលប៉ះពាល់ជាច្រើនដែលពីស្នាដៃរបស់ថៃគឺមានអារម្មណ៍ឈឺចាប់ហើយអាណិតពួកគាត់ដែលធ្លាប់តែរស់នៅសុខសាន្តសប្បាយអ៊ូអរជុំគ្រួសារពេលត្រូវមកជួបរឿងបែបនេះធ្វើឲ្យពួកគាត់លំបាកក្នុងការរស់នៅខ្វះទឹកអាហារមិនគ្រប់គ្រាន់គេងនៅទីវាលខ្មុះហើយនៅជួបនៅជាមួយភាពងងឹតធ្វើឲ្យពួកគាត់ពិបាកចាខ្ញុំចង់ឲ្យប្រទេសកម្ពុជាមានសន្តិភាពហើយនឹងបើមានសង្គ្រាមនឹងធ្វើឲ្យប្រជាពលរដ្ឋពិបាកហើយរស់នៅរងនៅភាពភ័យខ្លាចចាជាចុងក្រោយខ្ញុំចង់ជូនដល់ស្រីជំនាន់ក្រោយដែលឲ្យក្លាហានដូចខ្ញុំហើយខំប្រឹងរៀនសូត្រដើម្បីចូលការងារតវេនហើយកុំខ្លាចគេធ្វើបានយើងក៏ធ្វើបានអញ្ចឹងដូចថាមនុស្សប្រុសធ្វើបានស្រីក៏ធ្វើបានហើយជាចុងក្រោយនោះទៀតខ្ញុំចង់អរគុណដល់ម្ចាស់ជំនួយពីគម្រោងចិនដែលគាត់បានឧបត្ថម្ភមកឲ្យពួកខ្ញុំនៅថវិកាដើម្បីជួយដល់ប្រជាពលរដ្ឋ